បង្ខូចបង្កាច់គេដើម្បីបិទបាំងភាពដ៏អាក្រក់របស់ខ្លួនពេលនេះថៃជាមជ្ឈមណ្ឌលធំបំផុតក្នុងពិភពលោកនៃពួកអក្រិតជន Cyber Crime ពេលដែលថៃប្រឹងចោទកម្ពុជាថាជាមណ្ឌលធំបំផុតក្នុងពិភពលោកនៃពួកអក្រិតជន Cyber Crime ទូរទស្សន៍សង្ហបុរីនៅយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025បានផ្សាយវីដេអូឯកសារមួយដែលបង្ហាញថាប្រទេសថៃជាមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំឲ្យទៅធ្វើការឲ្យពួកក្រុម Cyber Crime ប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណផ្លាទីនលោកខៀវកញ្ញរិទ្ធអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងបច្ចុប្បន្នជាសមាជិករដ្ឋសភាបានបញ្ជាក់ថាប្រទេសថៃជាមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំឲ្យទៅធ្វើការឲ្យពួកក្រុម Cyber Crime ប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណផ្លាទីនលោកបានបង្ហោះការបញ្ជាក់បែបនេះដោយយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNA សង្ហបុរីនៅយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025ការបញ្ចេញឯកសាររបស់ CNA ពេលដែលថៃប្រឹងចោទកម្ពុជាថាជាមណ្ឌលធំបំផុតក្នុងពិភពលោកនៃពួកអក្រិតជន Cyber Crime